Chào sơ đây này tao học này chụp cho mình những nhóm phản ấy trongកម្មវិធីរៀនជាមួយគ្នាឈោគឺហាន់ Google 1.3 ចានេះជាលើកទី3ហើយដែលខ្ញុំបានបង្ហោះវីដេអូនេះហើយប្រសិនមកការនិយាយស្ដីរបស់ខ្ញុំមានកំហុសខុសឆ្គងប្រងណានោះសូមអភ័យទោសទុកជាមុនផងណាចានៅពេលនេះដែរខ្ញុំនឹងលើកយក e កាមកបង្ហាញជូនអ្នកទាំងអស់គ្នាញ៉ាំថានាម e កាចឹងខ្ញុំមកទាំងអស់គ្នា e Hachim isute ចាបានន័យថា e នេះវាប្រើជាមួយនឹងនាមណាដែលបញ្ចប់ដោយមានជញ្ជាក់សម្រណៃខា Hachim obsute បានន័យថាវាប្រើជាមួយនឹងនាមណាដែលបញ្ចប់ដោយគ្មានជញ្ជាក់សម្រចឹងយើងអានខាងក្រោមទាំងអស់គ្នា e chip TV television នេះណៃខា 자동차가 자전거가ចឹងយើងអានពាក្យខាងក្រោមទាំងអស់គ្នាថាណពាក្យ chip ផ្ទះ television ទូរទស្សន៍ 자동차 ឡាន 자전거 កង់ទំព័រទី2 chip ផ្ទះចូលអានប្រយោគខាងក្រោមថា 저 TV 당신 집이에요? តើនោះជាផ្ទះរបស់អ្នកឬណា 네 제 집이에요 ចាគឺជាផ្ទះរបស់ខ្ញុំ 아니요 제 집이 아니에요 ទេមិនមែនជាផ្ទះរបស់ខ្ញុំទេចឹងយើងអានប្រយោគសារជាថ្មីម្ដងទៀតជាមួយគ្នាណា 저 집이 당신 집이에요? 네, 제 집이에요. 아니요, 제 집이 아니에요. ចឹងយើងអានពាក្យខាងក្រោម 저 ប្រែថាទីនោះឬក៏នោះ 제 ប្រែថារបស់ខ្ញុំវាមកពីពាក្យជ្រៃ ណែឬក៏យេមកពាក្យបាតឬក៏ចា 아니요, 때, 멘때.ទំព័រទី3 television ទូរទស្សន៍ចឹងយើងអានប្រយោគខាងក្រោមទាំងអស់គ្នា 집에 텔레비전이 있어요? តើនៅផ្ទះមានទូរទស្សន៍ដែរឬទេយើងអាចឆ្លាស់ណា 네 텔레비전이 있어요 ចាមានទូរទស្សន៍ឬក៏យើងអាចឆ្លើយជាបដិសេធ 아니요 텔레비전이 없어요 ទេមិនមានទូរទស្សន៍ទេទំព័រទី4 자동차 រថយន្តឡានអានប្រយោគខាងក្រោមទាំងអស់គ្នា 저는 자동차가 없어요. 저는 자동차가 없어요. ចាយើងចូលមកពាក្យថា 없어요 វាមកពីពាក្យ 없다 ដែលបំបែកជាមួយនឹង oayo អញ្ចឹងពេលដែលយើងអានយើងមកខាងក្រោយ e នឹងវាមិនអាចបញ្ចេញសំឡេងបានអញ្ចឹងគឺយើងត្រូវតែងជើង siot ដើម្បីមកបញ្ចេញសំឡេងជំនួសកន្លែងយើងអញ្ចឹងយើងអានថា 없어요 យើងអានជាមួយខ្ញុំមួយសារទៀតណា 저는 자동차가 없어요. ខ្ញុំមិនមានរថយន្តទេទំព័រទី5រកឡានឬក៏រថយន្តដឹកទំនិញអានខាងក្រោមទាំងអស់គ្នា 저는 트럭이 있어요. 저는 트럭이 있어요. ខ្ញុំមានរថយន្តដឹកទំនិញទំព័រទី6 자전거 កង់ចឹងយើងអានប្រយោគខាងក្រោមទាំងអស់គ្នា 자전거가 정말 예뻐요. 자전거가 정말 예뻐요. កង់ពិតជាស្អាតមែន
cha châu con lên mưa tụi bò tì tầm tìទាំងអស់គ្នាសុខចេលំហាត់មុខជីវ៉ាកាស៊ីហាសេលចូលជ្រើសរើសនៅចម្លើយដែលត្រឹមត្រូវញងសានាមអ៊ីថាចឹងយើងមើលពាក្យនាមទាំងអស់នេះតើយើងគួរយកវាមកដាក់ជាមួយនឹងអ៊ីឬក៏កាចឹងចូលអានខាងក្រោមទាំងអស់គ្នាទី1អើយសាគឺពេទ្យទី2ផលខែទី3អ៊ំម៉ាម៉ាក់ឬក៏ម៉ែទី4ឃុំបាល់ទី5អ៊ីបស្លឹកឈើទី6អ៊ីបមាត់ទី7គីមជីស្ពៃជ្រក់ទី8ស៊ីកេនីវិកាចឹងយើងមើលទី5និងទី6ពាក្យថា eat ចាប់ពេលដែលយើងស្លឹកឈើនិងមាត់ពេលដែលយើងអានគឺវាបញ្ចេញសំឡេងដូចគ្នាតាមទីចុងក្រោយនេះដែរបើសិនជាអ្នកទាំងអស់គ្នាគិតថាវីដេអូនេះមានប្រយោជន៍ចំពោះអ្នកឬអ្នកដទៃនោះសូមជួយ like និង share ផងណាហើយសូមជូនពរអ្នកទាំងអស់គ្នាជួបតែទាំងអង្គក្នុងគ្រួសារនិងមានសុខភាពល្អចាជាងនឹងជួបគ្នានៅសប្តាហ៍ក្រោយចាសូមអរគុណ